ប្រឡងជាប់បន្តសិក្សាលាទាំងសាលាវិទ្យាល័យខ្ញុំវិទ្យាល័យឈុកឈ្មោះផ្កាអីក្រពុំលាមិត្តលាមុំលាទាំងឲ្យអាឡ័យវិទ្យាល័យឈុកឈ្មោះផ្កាអីក្រពុំលាមិត្តលាមុំលាទាំងឲ្យអាឡ័យអើយអាឡ័យនឹកកំសត់ធ្លាប់ធ្វើជាយានដឹកជូនទៅរៀនរាល់ព្រឹងល្ងាចថ្ងៃចម្រើនប្រាជ្ញាចំណេះអើយថ្លាថ្លៃប្រែក្តីស្រមៃចម្លងឲ្យវាសនាចម្រើនប្រាជ្ញាចំណេះអើយថ្លាថ្លៃប្រែក្តីស្រមៃចម្លងឲ្យវាសនាអើយវាសនាពេលនេះខ្ញុំបានស្គាល់ឋានក្តីសុខចិត្តរួញរំអុកនឹកដល់សាលាដែលផ្ដល់ចំណេះតម្រៃឲ្យប្រាជ្ញានឹកគុណមេត្តាបិតាអើយទីពីរដែលផ្ដល់ចំណេះតម្រៃឲ្យប្រាជ្ញានឹកគុណមេត្តាបិតាអើយទីពីរអើយទីពីរជំនួបមិត្តភក្តិអន្ទាក់ចំណងមួយឆ្នាំជួបម្ដងនឹកគុណធរណីកន្លែងខ្ញុំកើតកំណើតអើយជីវីរួមសុខសាមគ្គីអភិវឌ្ឍអើយស្រុកយើងកន្លែងខ្ញុំកើតកំណើតអើយជីវីរួមសុខសាមគ្គីអភិវឌ្ឍអើយស្រុកយើងអើយស្រុកយើងខ្ញុំបានស្គាល់ឋានក្តីសុខចិត្តរួញរំអុកនឹកដល់សាលាដែលផ្ដល់ចំណេះតម្រៃឲ្យប្រាជ្ញានឹកគុណមេត្តាបិតាអើយទីពីរដែលផ្ដល់ចំណេះតម្រៃឲ្យប្រាជ្ញានឹកគុណមេត្តាបិតាអើយទីពីរអើយទីពីរជំនួបមិត្តភក្តិអន្ទាក់ចំណងមួយឆ្នាំជួបម្ដងនឹកគុណធរណីកន្លែងខ្ញុំកើតកំណើតអើយជីវីរួមសុខសាមគ្គីអភិវឌ្ឍអើយស្រុកយើងកន្លែងខ្ញុំកើតកំណើតអើយជីវីរួមសុខសាមគ្គីអភិវឌ្ឍអើយស្រុកយើងអើយស្រុកយើងបងប្អូនយើងអ្នកសិល្បៈល្បីប្រចាំបរិជាណាចក្រវិជាយើងតែម្ដងលោកបានអញ្ជើញម
មកចូលរួមដល់ជាកិត្តិយសដល់ដល់ម្ដងច្រើនណាស់ហើយនឹងមានច្រើនទៀតខ្ញុំរាប់មិនតាន់អស់បាទអញ្ចឹងថ្ងៃនេះយើងគិតថាជាថ្ងៃមួយដែលពិសេសវិសាលដែលពួកគាត់បានមកជុំគ្នាអ្នករួមសិស្សទាំងអស់គ្នាហើយក៏ជាមិត្តភ័ក្តិព្រមទាំងបងប្អូនទាំងអស់ដែលបានជួយចូលរួមបាទអរគុណណាស់ហើយក៏ឡើងមកមុនគេហ្មងទាំងស្ងាត់មិនទាន់ជុំទេក៏ប៉ុន្តែយ៉ាងណាក៏ដោយក៏មានកិត្តិយសហួសពីការស្មានទៅថាបានមកកាន់បាទបើឡើងលើវេទិកាមុនគេអរគុណណាស់ដែលលោកទានអូច័ន្ទរតផ្ដល់នៅកិត្តិយសបាទគឺបទហោមរងសូមជូនដល់ម្ចាស់ទឹកដីបារមីជ័យភូមិដែលថែរក្សានៅវិទ្យាល័យឈូកនេះបាទសូមឲ្យលោកគ្រូមានបច្ចុប្បន្នយឺនយូរជាមនុស្សដ៏ត្រជាក់សម្រាប់សិស្សានុសិស្សទាំងអស់គ្នាបាទគ្រប់ចំនួនសូមនិយាយស្ដាប់បាត់ខ្ញុំមកបាត់អរគុណកូនអើយត្រូវចាំបណ្ដាំអោមីបាអេអូនអើយមីបាមរតកអើយថ្លៃថ្លាដូនថារក្សាទុកអេដូនតាអើយរក្សាទុកអេថ្វាយបត់កំណត់កន្សែងក្រហមថ្វាយទាំងព្រមម្ចាស់ទឹកម្ចាស់ដីបារមីគ្រប់អង្គលោកគ្រូស៊ីណារតនីហើយនៃថ្វាយបត់កន្សែងក្រហមជូនម្ចាស់ទឹកម្ដីរុកអ្នករៈអ្នកតាម្ចាស់ព្រីដែលលោកថែរក្សាដែនដីស្រុកឈូហើយអេទឹកដីស្រុកឈូស្លាមេវើយប្រាំមើលបងរួមទាំងដាច់ធ្វើយ៉ាងណាមានកបីមកគូណាវើយមានកូតាមួយអូយម៉ែលូជួយនាងអើយពុកគ្រប់ខាន់ស្លា
លោកគ្រូប្រខានសាលាជន់នាងស្រី មាននៅក្នុងអង្គពិធីថ្ងៃនេះលោកគ្រូរៀបច្បងគណៈកិត្តិយសក្រុមប្រធានអនុប្រធានសមាជិកនៃក្រុមប្រឹក្សាពិបាលរបស់ក្រុមលោកប្រធានអនុប្រធានទីប្រឹក្សាក្រុមរៀបច្បងមិត្តភ័ក្តិបងប្អូនជាអតីតសិស្សដែលធ្លាប់រៀននៅវិទ្យាល័យឈប់និងវិទ្យាល័យហុកសានឈប់ដែលមានវត្តមាននៅទីនេះនិងសូមថ្លែងអំណរគុណចំពោះតំណាងអាជ្ញាធរដែលមានលោកអភិបាលសុខឈប់ដែលបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះនិងបណ្ដាភ្ញៀវកិត្តិយសដែលមានវត្តមានចូលរួមក្នុងកម្មវិធីនេះមកឲ្យណែកិត្តិយសក៏ដូចជាខ្លួនខ្ញុំផ្ទាល់សូមគោរពលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ក៏ដូចជាលោកគ្រូអ្នកគ្រូដែលមិនទាន់ចូលនិវត្តន៍ដែលមានវត្តមាននៅទីនេះជាទីគោរពស្រឡាញ់និងសូមគោរពបងប្អូនដែលជាអតីតសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះជាទីស្រឡាញ់រាប់អានថ្ងៃនេះពិតជាមានសេចក្តីសោមនស្សរីករាយបំផុតដែលបានចូលរួមក្នុងកម្មវិធីនេះហើយកម្មវិធីនេះពិតជាមានសារៈសំខាន់បាទសម្រាប់ទាំងអ្នកចូលនិវត្តន៍ទាំងលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះបាទកម្មវិធីនេះបង្ហាញបាទនៅការដឹងគុណរបស់បងប្អូនទាំងខ្ញុំផងដែរខ្ញុំក៏ជាអតីតសិស្សនៅទីនេះដែរបាទសម្ដែងនៅការដឹងគុណដល់លោកគ្រូអ្នកគ្រូដែលបានផ្ដល់នៅចំណេះដឹងឲ្យយើងទាំងស្រុងរបស់ប្រទេសសង្គមថាយើងធ្វើដោយសច្ចចាបាទទោះជាយើងទៅដល់ណាក៏ដោយយើងហើរទៅរកស៊ីបាទចាប់ដើរទៅរកចំណីដល់ណាក៏ដោយតែមិនភ្លេចសម្បកមិនភ្លេចកន្លែងបាទលើកឡើងយើងថាយើងមើលថាគ្នាយើងយ៉ាងម៉េចមិត្តភ័ក្តិយើងមិនជំនាន់មួយនឹងយ៉ាងម៉េចហើយលោកគ្រូអ្នកគ្រូដែលគាត់ចូលនិវត្តន៍នឹងសុខភាពយ៉ាងម៉េចបាទអញ្ចឹងខ្ញុំដូចគិតថានេះវាជាកិច្ចប្រជុំនេះកិច្ចជួបជុំគ្នានេះវាពិតជាមានសារៈសំខាន់ដែលធ្វើឲ្យយើងបានរំលឹកនៅអនុស្សាវរីយ៍របស់យើងជួបជុំគ្នាយើងជជែកគ្នាក្នុងរយៈពេលមួយថ្ងៃពីព្រោះមួយបងប្អូនជួបគ្នាតាំងពីព្រឹកមកដល់ពេលនេះបាទអញ្ចឹងខ្ញុំជឿថាបានចែករំលែកគ្នាបានសួរសុខទុក្ខគ្នាអស់ហើយក៏បានជួបលោកគ្រូអ្នកគ្រូរបស់យើង
ឆ្នាំក្រោយយើងប្រមូលគ្នាយ៉ាងម៉េចឲ្យការប្រមូលផ្ដុំគ្នានេះឲ្យកាន់តែធំជាងមុនបាទហើយយើងដឹងហើយថាមានសិស្សមួយចំនួនគាត់បានទៅធ្វើនៅកន្លែងផ្សេងអញ្ចឹងទៅឆ្នាំក្រោយក៏គាត់ថាខ្ញុំក៏បានជួបគាត់ថាគាត់នឹងប្រមូលផ្ដុំគ្នាមកវិញបាទធ្វើយ៉ាងម៉េចឲ្យជំនួបនេះវាមានភាពអធិកអធមហើយនឹងជួបជុំគ្នាឲ្យបានគ្រប់ចំនួនបាទន័យថាសិស្សច្បងចែករំលែកដល់សិស្សប្អូនបាទដើម្បីជាបទពិសោធន៍ទាំងការងារចំណេះដឹងផ្សេងៗបាទអញ្ចឹងខ្ញុំដូចជាមិនមានអីទេថ្ងៃនេះខ្ញុំក៏សូមថ្លែងអំណរគុណហើយថ្លែងអំណរគុណទៀតចំពោះវត្តមានលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ក៏ដូចជាលោកគ្រូអ្នកគ្រូដែលមិនទាន់ចូលនិវត្តន៍ទីនេះហើយក៏ក្មួយបងប្អូនទាំងអស់ដែលបានជួបជុំគ្នាឆ្នាំនេះប៉ុន្តែឆ្នាំក្រោយកុំឲ្យបាត់មុខបាទមកទាំងអស់គ្នាទៀតហើយនឹងថែមតទៅទៀតបាទប្រមូលផ្ដុំថែមទៅទៀតពីព្រោះខ្ញុំបានជួបលោករតហើយនឹងលោកអេនេះណាក៏ថានឹងប្រមូលផ្ដុំគ្នាបានច្រើនជាងហ្នឹងបាទអញ្ចឹងខ្ញុំគិតថាគឺយ៉ាងម៉េចយើងធ្វើឲ្យមានភាពអតិថិធមហើយនឹងយើងប្រមូលផ្ដុំគ្នាយើងសាមគ្គីគ្នាបាទសាមគ្គីគ្នាវាធ្វើឲ្យយើងអាចសម្រេចនៅគោលដៅផ្សេងៗខ្ញុំសូមជូនពរដល់លោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ឲ្យមានសុខភាពល្អហើយបន្តនៅជាម្លប់បាទជាបឋមខ្ញុំបាទសូមគោរពលោកគ្រូអ្នកគ្រូចូលនិវត្តន៍និងលោកគ្រូអ្នកគ្រូដែលកំពុងបម្រើការងារទាំងអស់ជាទីគោរពសូមគោរពបងប្អូនមិត្តភ័ក្តិអតីតសិស្សវិទ្យាល័យហ៊ុនសែនឈូកគ្រប់ចំនួនទាំងអស់ជាទីរាប់អាននិងជាទីគោរពភ្ញៀវកិត្តិយសនិងសមាជិកនៃក្នុងអង្គពិធីទាំងមូលជាទីមេត្រីក្នុងនាមខ្ញុំបាទជាតំណាងឲ្យគណៈកម្មការរៀបចំកម្មវិធីនៅក្នុងនាមខ្ញុំបាទជាប្រធានក្រុមអតីតសិស្សវិទ្យាល័យឈូកហ៊ុនសែនឈូកអាណត្តិទី3ខ្ញុំមានក្តីរំភើបឥតឧបមាដែលបានឃើញវត្តមានលោកគ្រូអ្នកគ្រូនិងបងប្អូនរួមសាលាទាំងអស់បានមកជួបជុំគ្នាយ៉ាងច្រើនកុះករក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនិងពោពេញដោយស្នាមញញឹមនាថ្ងៃនេះលោកគ្រូអ្នកគ្រូនិងបងប្អូនទាំងអស់ជាទីគោរពពេលវេលាពិតជាដើរលឿនណាស់ទោះបីយើងបានចាក់ឆ្ងាយពីសាលារៀនទៅតាមគោលដៅរៀងៗខ្លួនម្នាក់ទៅធ្វើការម្នាក់ទៅប្រកបអាជីវកម្មឬមានភារកិច្ចផ្សេងគ្នាប៉ុន្តែបេះដូងរបស់យើងនៅតែមានឈាមជ័រជាសិស្សវិទ្យាល័យឈូកហ៊ុនសែនឈូកតែមួយការជួបជុំនៅថ្ងៃនេះមិនមែនគ្រាន់តែជាការមកទទួលទានអាហាររួមគ្នាតែប៉ុណ្ណោះទេប៉ុន្តែគឺជាការរំលឹកនៅអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននិងជាការបង្ហាញនៅសមានចិត្តកតញ្ញូចំពោះលោកគ្រូអ្នកគ្រូដែលបានខិតខំសាបព្រុសចំណេះដឹងឲ្យយើងមានសូមប្រសិទ្ធពរជ័យជូនចំពោះលោកគ្រូអ្នកគ្រូបងប្អូនទាំងអស់សូមមានសុខភាពល្អជោគជ័យក្នុងភារកិច្ចនិងមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួនក្នុងឱកាសដ៏វិសេសវិសាលនេះខ្ញុំបាទសូមប្រកាសបើកពិធីជួបជុំប្រចាំឆ្នាំអតីតសិស្សវិទ្យាល័យឈូកហ៊ុនសែនឈូកចាប់ពីពេលនេះតទៅសូមអរគុណចាស់ក៏គាត់បានមកជួបគ្នានៅទីនេះមួយឆ្នាំម្ដងដែរហើយនឹងក្រុមទី3លោកគ្រូអ្នកគ្រូបច្ចុប្បន្នក៏គាត់ជួបគ្នាមួយឆ្នាំម្ដងក្នុងក្របខ័ណ្ឌនៃក្រុមអតីតសិស្សវិទ្យាល័យឈូកឈុំចង់ជួបអនុស្សាវរីយ៍ចាស់មិនប្រកាន់បុណ្យសន្តានអ្នកឡើយណាបងសូមលើកហាត់ប្រណម្យសំពះដល់គ្រូគ្រប់គ្នាដែលធ្លាប់បងហាត់បងរៀនវិជ្ជាឲ្យលោកចាស់រាល់គ្នាមានចំណេះដឹងថ្ងៃនេះជួបជុំបងអូនសង្ឃឹមជាកិត្តិយសយើងមានបន្តឆ្នាំក្រោយទៀតខ្ញុំមកទៀតអូនស្រីសូមតបសម្ដីនេះហៅមកទៀតយ៉ាងហ៎បាទសូមខាងចុងធ្វើអូបច្ចេកទេសសូមបងប្អូនទាំងអស់ដែលនៅក្នុងឆ្នាំ2001 2002
មានអនុស្សាវរីយ៍ជាមួយលោកគ្រូទោះបីជាលោកគ្រូមិនទាន់ចូលនិវត្តន៍អញ្ចឹងយើងសូមបង្កើតអនុស្សាវរីយ៍ជាមួយគាត់ហើយក៏អរគុណសម្រាប់ការចូលរួមរបស់គាត់ជាឱកាសនេះសាទរកម្មវិធីជួបជុំសិស្សច្បងសិស្សប្អូនជួបលឹកគុណគ្រូអនុស្សាវរីយ៍ចាស់ៗមិនប្រកាន់បុណ្យសន្តានអ្នកឡើយណាបងសូមលើកហាត់ប្រណម្យសំពាំងដល់គ្រូគ្រប់គ្នាដែលធ្លាប់បងហាត់បងរៀនវិជ្ជាឲ្យកូនចៅរាល់គ្នាមានចំណេះដឹងថ្ងៃនេះជួបជុំបងប្អូនសង្ឃឹមរំលឹកគ្រូបាអាចារ្យកាលពីដើមមកបងស្រីសុំតសំដីបងប្របញ្ជាត្រឹមត្រូវយើងជាសិស្សប្អូនដើរតាមកន្លងផ្លូវដែលសើច្បងសាំងទុកឲ្យយើងបងថាអ្នកធំវត្តកោបងដំបងដោយយុទ្ធសាស្ត្រសេរីវត្តកោសេរីសួស្ដីអ្នកទាំងអស់គ្នាសូមឲ្យបានសេចក្តីសុខសេចក្តីសុខមកសាងក្តីសុខជាកូនសាំងដូចគ្នាអរគុណអរសាទរកម្មវិធីជួបជុំសិស្សបងសិស្សប្អូនជួបជុំគ្នារំលឹកគុណបានដល់កិត្តិយសអរសាទរកម្មវិធីជួបជុំសិស្សបងសិស្សប្អូនជួបលឹកគុណគ្រូអនុស្សាវរីយ៍ចាស់ៗមិនប្រកាន់បុណ្យសន្តានអ្នកឡើយណាបងសូមលើកហាត់ប្រណម្យសំពាំងដល់យកយាយតាស្រីឈ្មោះអ្វីប្រលឹងអបចង់ដឹងនឹងសូមជាគូវាសនារីស្រស់ស្គាល់គួចលួចចោលគំពីនេះតាបានព្រួយស្នេហាចង់អរាខ្ញុំHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ឆ្ងាយជាមើលឆោមឆាយតែក៏ពួនជើងចាំមកអូនស៊ីក៏មិនមកមិនទៅឆ្ងាយជាមើលឆោមឆាយតែពួនជើងដូចយកជើងលីកកាត់នឹងសំនឹងកងជើងម្លាសឹងលឹងជើងណាណាកែវណាសំនឹងកងជើងម្លាសឹងប្រដាដៃដល់មកស្គាល់ដល់មកប៉ុនមិនលះខំមិនមកយកបើប្រដាប្រដាដៃដល់មកស្គាល់ដល់មកប៉ុនមិនលះខំមិនមកយកបើលេងមកអូនសង្កាត់មកកញ្ញាកាបងមកមើលស្រីជើងណាណាឡៃណាមកកញ្ញាកាបងមកមើលស្រីសាឡាឡាណៃដល់កូនសាឡោទៅសំចិនឆៅសដូចសំឡេងសាឡាឡាណៃដល់កូនសាឡោទៅសំចិនឆៅសដូចសំឡេង